ព្រះមហាក្សត្រនិងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីសម្ពោធវិមានសាមគ្គីភាពនៃព្រឹទ្ធសភានាថ្ងៃទី21ខែសីហាខាងមុខសមិទ្ធផលប្រវត្តិសាស្ត្រនិងជាបេតិកភណ្ឌស្ថាបត្យកម្មថ្មីសន្លងមួយទៀតនៃស្ថាប័ននីតិបញ្ញត្តិកម្ពុជាគឺវិមានសាមគ្គីភាពនៃព្រឹទ្ធសភានឹងត្រូវបើកសម្ពោធជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃសុក្រទី21ខែសីហាឆ្នាំ2026ខាងមុខនេះស្ថិតនៅវិមានរដ្ឋចំការមនមហាវិថីព្រះនរោត្តមរាជធានីភ្នំពេញព្រះរាជពិធីជាប្រវត្តិសាស្ត្រនេះនឹងមានការយាងនិងអញ្ជើញចូលរួមយ៉ាងមហោឡារិកពីសំណាក់ថ្នាក់ដឹកនាំកម្ពុជានៃស្ថាប័នជាតិរួមមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រសម្ដេចមហារដ្ឋសភាធិការធិបតីខួនសុដារីប្រធានរដ្ឋសភាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងសម្ដេចឯកឧត្តមលោកជំទាវជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រប្រធានក្រុមប្រឹក្សាធម្មនុញ្ញសមាជិកព្រឹទ្ធសភារដ្ឋសភានិងរាជរដ្ឋាភិបាលឯកឧត្តមលោកជំទាវជាឯកអគ្គរដ្ឋទូតឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសជាមិត្តសូមជម្រាបថាអគារថ្មីនេះមានទំហំ79ម៉ែត្រគុណនឹង47ម៉ែត្រមានកម្ពស់4ជាន់ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់កាលពីថ្ងៃទី9ខែសីហាឆ្នាំ2024អគារវិមានសាមគ្គីភាពព្រឹទ្ធសភាមានលក្ខណៈសំខាន់ដូចជាជាន់ផ្ទាល់ដីមានអគារធំមួយរបស់នាយកដ្ឋានបណ្ណាល័យសម្រាប់រៀបចំសៀវភៅផ្សេងឃ្លាំងដាក់សៀវភៅបន្ទប់ប្រចាំការនិងបន្ទប់គណៈបញ្ជាការអង្គរៈបន្ទប់ server បន្ទប់បច្ចេកទេសបន្ទប់ទឹកនារីនិងបុរសនិងសន្តិសុខនិងបន្ទប់ផ្សេងទៀតជាន់ទី1មានបន្ទប់ hall ធំសម្រាប់ត្រួតពុលសាលជប់លៀងនិងអាចប្រើប្រាស់សម្រាប់កិច្ចប្រជុំធំបន្ទប់សន្និសីទកាសែតបន្ទប់ដាក់វត្ថុអនុស្សាវរីយ៍បន្ទប់ប្រើប្រាស់ពហុបំណងបន្ទប់រងចាំសម្រាប់ភ្ញៀវបន្ទប់រៀបចំអាហារបន្ទប់ទឹកនារីបុរសឆ្វេងស្ដាំនិងបន្ទប់ជាន់ឡើយគឺមានបន្ទប់បកប្រែនិងមានបន្ទប់ផ្សេងទៀតជាន់ទី2មានបន្ទប់ការិយាល័យបន្ទប់ទទួលភ្ញៀវបន្ទប់សម្រាកសម្រាប់សម្ដេចប្រធានព្រឹទ្ធសភាសាលសម្រាប់ជូនសាតាំងឬរៀបចំពិធីផ្សេងសាលជប់លៀងដោយដាក់បានមនុស្ស22នាក់បន្ទប់ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍និងប្រជុំទ្វេភាគីកន្លែងចាប់ដៃនិងកន្លែងថតរូបពេលប្រជុំទ្វេភាគីបន្ទប់ក្រុមសារព័ត៌មានបន្ទប់ការិយាល័យបេសកជនពិសេសបន្ទប់ការិយាល័យនិងបន្ទប់សម្រាប់នាយកខុទ្ទកាល័យការិយាល័យនាយករងខុទ្ទកាល័យទីប្រឹក្សាពិធីការជំនួយការនិងមន្ត្រីខុទ្ទកាល័យសម្ដេចតេជោបន្ទប់ទឹកបុរសនារីនិងបន្ទប់ផ្សេងទៀតជាន់ទី3មានសាលប្រជុំធំសម្រាប់គណៈអចិន្ត្រៃយ៍ទ្វេភាគីប្រជុំរួមនិងប្រជុំផ្សេងបន្ទប់បច្ចេកទេសបន្ទប់រងចាំបន្ទប់ទឹកបុរសនារីនិងបន្ទប់ផ្សេងទៀតវិមានសាមគ្គីភាពមិនត្រឹមតែជាសមិទ្ធផលស្ថាបត្យកម្មដ៏ស្កឹមស្កៃនិងជាបេតិកភណ្ឌប្រវត្តិសាស្ត្រថ្មីនៃព្រឹទ្ធសភានោះទេប៉ុន្តែថែមទាំងជាសក្ខីភាពបង្ហាញពីស្មារតីសាមគ្គីភាពជាតិដ៏រឹងមាំនិងការរីកចម្រើនឥតឈប់ឈរនៃវិស័យនីតិបញ្ញត្តិនៅកម្ពុជា